នៅព្រឹកថ្ងៃទី1ខែកក្កដាឆ្នាំ2025នៅសាលប្រជុំអគារសវិមានរដ្ឋចំការមនក្រមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រមអធិបតីភាពរបស់អាយដាមហ៊ីសោភាប្រធានក្រមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈមួយចំនួនរបៀបវារៈនៃកិច្ចប្រជុំពេញអង្គនាថ្ងៃនេះរួមមាន1បែងចែកក្រុមនៃក្រមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ3ឆ្នាំលើកទី10 2025-2028 2. តែងតាំងអ្នកនាំពាក្យរបស់ក្រមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ3ឆ្នាំលើកទី10 2025-2028 3. កែសម្រួលសមាជិកភាពក្រមការងារបកប្រែភាសាបរទេស 4. បញ្ហាផ្សេងជាលទ្ធផលនៃកិច្ចប្រជុំ 1. ក្រមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទដោយសម្រេចបែងចែកក្រុមនៃក្រមប្រឹក្សាធម្មនុញ្ញអាណត្តិ3ឆ្នាំលើកទី10 2025-2028 ក្រុមទី1អាយដាមហ៊ីសោភាអាយដាមអ៊ុចកំអនលោកជំទាវខេកកែម៉ាលីស៊ីសូដាក្រុមទី2លោកជំទាវលីវុចលេងអាយដាមដូចថៅអាយដាមស្រីណូរីក្រុមទី3អាយដាមកៅពុរស្មីអាយដាមយកងុយអាយដាមយូប៊ុនលេង 2. ក្រមប្រឹក្សាធម្មនុញ្ញបានសម្រេចចាត់តាំងអ្នកនាំពាក្យរបស់ក្រមប្រឹក្សាធម្មនុញ្ញអាណត្តិ3ឆ្នាំលើកទី10 2025-2028 ចំនួន3រូបគឺអាយដាមយូប៊ុនលេងអាយដាមតាំងរតនានិងអាយដាមបណ្ឌិតព្រំវិចិត្រអក្សរា 3. ក្រមប្រឹក្សាធម្មនុញ្ញសម្រាប់កែសម្រួលសមាជិកភាពក្រមការងារបកប្រែភាសាបរទេស 1. អាយដាមអ៊ុចកំអនប្រធាន 2. អាយដាមស្រីណូរីអនុប្រធាន 3. អាយដាមកៅពុរស្មីសមាជិកនិងទី4អាយដាមយូប៊ុនលេងសមាជិក